រដ្ឋាភិបាលកម្ពុជាប្រកាសថាថៃកំពុងឈូសឆាយដីធ្លីរបស់ពលរដ្ឋខ្មែរនៅតំបន់មួយចំនួនក្នុងខេត្តឧត្តរមានជ័យនិងខេត្តបន្ទាយមានជ័យក្នុងសេចក្តីប្រកាសព័ត៌មានចេញនៅថ្ងៃទី21ខែមីនាឆ្នាំ2026ក្រសួងការបរទេសកម្ពុជាបានប្រកាសថានៅចុងសប្តាហ៍នេះរដ្ឋាភិបាលកម្ពុជាបានតវ៉ាផ្លូវការបន្ថែមទៀតប្រឆាំងទៅនឹងការបន្តសកម្មភាពរំលោភលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជាពីសំណាក់យោធាថៃទោះបីជាកន្លងទៅប្រទេសកម្ពុជានិងថៃបានអនុវត្តនៅបទឈប់បាញ់ចាប់តាំងពីថ្ងៃទី27ខែធ្នូឆ្នាំ2025មកក៏ដោយក្រសួងការបរទេសបញ្ជាក់ថានៅតំបន់បឹងត្រកួនឃើញមានផ្សែងហុយចេញពីទីតាំងចំនួន3ដែលសន្មតថាជាផ្ទះកំពុងឆេះនៅក្នុងតំបន់លំនៅឋានរបស់កម្ពុជាដែលបច្ចុប្បន្នស្ថិតក្រោមការកាន់កាប់ដោយខុសច្បាប់នៃកងកម្លាំងប្រដាប់អាវុធរបស់ថៃចំណែកនៅតំបន់អូទឹកចោលក្នុងសង្កាត់បន្សាយរាក់ក្រុងសំរងខេត្តឧត្តរមានជ័យយោធាថៃបានបន្តសកម្មភាពឈូសឆាយដីធ្លីក៏ដូចជាការកសាងផ្លូវនិងសំណង់បេតុងផ្សេងៗដែលលាតសន្ធឹងពីតំបន់ប្រាសាទខ្នាឆ្ពោះទៅតំបន់ប្រាសាទតាក្របីក្នុងទឹកដីកម្ពុជាសេចក្តីរាយការណ៍បានឲ្យដឹងដែរថានៅថ្ងៃទី18ខែមិនិនាឆ្នាំ2026យោធាថៃរួមជាមួយមន្ត្រីនាយកដ្ឋានព្រៃឈើនិងមន្ត្រីសុរិយោដីរបស់ថៃបានធ្វើសកម្មភាពវាស់វែងដីធ្លីនិងបែងចែកដីចំនួន3កន្លែងទៅដល់ប្រជាពលរដ្ឋថៃនៅក្នុងតំបន់ភូមិជោគជ័យឃុំអូបេជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ46និងលេខ47ជុំវិញករណីនេះរាជរដ្ឋាភិបាលកម្ពុជាសង្កត់ធ្ងន់ថាកម្ពុជាមិនទទួលយកជាដាច់ខាតនៅខ្សែព្រំដែនឬការទាមទារទឹកដីណាមួយតាមរយៈការអះអាងជាឯកតោភាគីដោយឯកឯងរបស់ថៃនោះឡើយសកម្មភាពខាងលើមិនប៉ះពាល់ដល់សិទ្ធិនិងជំហរស្របច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាលើការកំណត់ព្រំដែនអន្តរជាតិរបស់កម្ពុជានោះទេជាមួយគ្នារាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវដល់ប្រទេសថៃឲ្យបញ្ឈប់ជាបន្ទាន់នៅសកម្មភាពនៅក្នុងតំបន់ខាងលើឬក៏នៅតំបន់ផ្សេងទៀតផងដែរសូមរំលឹកថាកម្ពុជានិងថៃបានប្រកាសបទឈប់បាញ់កាលពីថ្ងៃទី27ធ្នូឆ្នាំ2025កន្លងទៅហើយភាគីកម្ពុជាបានតវ៉ាតាមកំណត់ទោសជាហូរហែដោយលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានចេញមុខថ្លែងប្រាប់បណ្ដាញសារព័ត៌មានអន្តរជាតិធំមួយចំនួនអំពីករណីដែលយោធាថៃបានបន្តកាន់កាប់ទឹកដីកម្ពុជាដោយកាន់កាប់ចូលជ្រៅនៅក្នុងទឹកដីកម្ពុជាមានចំនួនរហូតដល់ទៅ14ទីតាំងតែបើទោះបីជាខាងកម្ពុជាបានថ្កោលទោសនិងប្រឆាំងយ៉ាងណាតាមការកំណត់ការទូតយ៉ាងណាក្តីក៏ថៃនៅតែបន្តបើកដៃឲ្យពួកយោធារបស់ខ្លួននោះកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់និងថែមទាំងបានអនុញ្ញាតឲ្យអាជ្ញាធរក៏ដូចជាពលរដ្ឋរបស់ថៃរួបរวมគ្នាសាងសង់ហេដ្ឋារចនាសម្ព័ន្ធរឹងមាំនៅលើទឹកដីកម្ពុជាថែមទៀត